Trong phút tí 52 សម្រស់ភឹកខុនៃសុភៈនារដូវប្រាំងក្រោយមកទៀតព្រះសមណគោតមបរមសាស្តាទ្រង់យាងត្រឡប់ទៅគង់នៅភ្នំកិច្ចកោฏទៀបក្រុងរាជក្រឹសគ្រូពេទ្យជីវកៈបានចូលទៅថ្វាយបង្គំព្រះដ៏មានព្រះភិក្ខបន្ទាប់ពីបានឮដំណឹងថាព្រះអង្គយាងមកដល់ទីក្រុងរាជក្រឹសនេះដោយឃើញព្រះបរមសាស្តាមានព្រះសុខភាពទន់ខ្សោយខ្លាំងគ្រូពេទ្យជីវកៈក៏សូមយាងព្រះអង្គទៅគង់សម្រាកព្រះកាយនៅក្នុងចំការស្វាយរបស់ខ្លួនបានចំនួន 2-3 ថ្ងៃព្រះអានន្ទក៏បាននិមន្តទៅជាមួយព្រះបរមសាស្តាដែរគ្រូពេទ្យជីវកៈបានរៀបចំកុដិនៅក្រោមដើមស្វាយលំពង់និងមានម្លប់ដ៏ត្រជាក់បម្រុងទុកជាស្រេចសម្រាប់ព្រះពុទ្ធគង់គ្រូពេទ្យជីវកៈសូមព្រះអង្គមិនឲ្យយាងចេញទៅបណ្ឌបាតទេលោកបានតាក់តែងនៅចង្ហាន់ដែលមានសុទ្ធតែបន្លែនិងគ្រាប់ធញ្ញជាតិព្រមទាំងថ្នាំកម្លាំងដែលរងាប់អំពីជាតិស្លឹកផ្លែនិងឫសឈើថ្វាយព្រះអង្គសោយជារៀងរាល់ថ្ងៃនៅពេលជួបជុំគ្នាមួយមកជីវកៈបានបង្គំទូលព្រះពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនមានពាក្យចចាមអារាមពីមនុស្សខ្លះថាព្រះអង្គអនុញ្ញាតឲ្យភិក្ខុឆាន់សាច់គេពោលតេះដៀលថាព្រះសមណគោតមសណ្ដោសឲ្យគេសម្លាប់សត្វដើម្បីចិញ្ចឹមព្រះអង្គនិងព្រះសាវករបស់ព្រះអង្គមានអ្នកខ្លះទៀតបានទាំងចោទប្រកាន់ថាព្រះគោតមបានតម្រូវឲ្យអ្នកស្រុកយកសាច់មកប្រគេនចំពោះភិក្ខុសង្ឃខ្ញុំព្រះករុណាដឹងថារឿងនេះមិនពិតទេប៉ុន្តែព្រះអង្គគួរតែទ្រង់ព្រះមេត្តាប្រោសពិចារណានៅរឿងនេះផងដែរព្រះពុទ្ធក៏ត្រាស់តបវិញថាមនាលជីវកៈគឺមិនពិតទេដែលអ្នកទាំងនោះនិយាយថាតថាគតអនុញ្ញាតឲ្យគេសម្លាប់សត្វដើម្បីធ្វើចង្ហាន់ប្រគេនដល់តថាគតនិងភិក្ខុសង្ឃទាំងឡាយនោះតាមការពិតតថាគតតែងតែពោលដាស់តឿននៅក្នុងរឿងនេះជាញឹកញយប្រសិនបើភិក្ខុអង្គណាមួយបានឃើញជាក់ស្ដែងនៅជនណាសម្លាប់សត្វក្នុងគោលបំណងយកសាច់មកធ្វើជាម្ហូបសម្រាប់ភិក្ខុណាមួយភិក្ខុនោះត្រូវតែប្រកែកជាដាច់ខាតទោះបីជាភិក្ខុអង្គនោះមិនឃើញគេសម្លាប់សត្វផ្ទាល់ភ្នែកក៏ដោយប៉ុន្តែឮគេប្រាប់ថាសម្លាប់សត្វនោះក្នុងនាមព្រះអង្គក៏ព្រះអង្គត្រូវតែប្រកែកដែរលើសអំពីនេះប្រសិនបើភិក្ខុនោះគ្រាន់តែសង្ស័យថាគេបានសម្លាប់សត្វក្នុងនាមខ្លួនក៏ខ្លួនត្រូវតែប្រកែកដែរមនាលជីវកៈយោងតាមការប្រតិបត្តិនៃការបណ្ឌបាតភិក្ខុត្រូវតែទទួលអ្វីទាំងអស់ឲ្យតែគេប្រគេនទោះបីជាសត្វនោះគេសម្លាប់ក្នុងនាមភិក្ខុក៏ដោយអ្នកដែលយល់អំពីអ្នកបួសគេប្រគេនដល់ភិក្ខុតែម្ហូបបួសទេប៉ុន្តែចូលកុំភ្លេចថាជួនកាលអ្នកខ្លះគ្នាមានតែម្ហូបធ្វើអំពីសាច់ប៉ុណ្ណោះដោយគ្នានេះដែរមនុស្សខ្លះដែលពុំទាន់បានជួបផ្ទាល់នឹងព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃក៏គ្នាមិនដឹងថាភិក្ខុឆាន់តែម្ហូបបួសដែលមានសុទ្ធតែបន្លែនិងគ្រាប់ធញ្ញជាតិនោះឡើយក្នុងស្ថានភាពបែបហ្នឹងភិក្ខុត្រូវតែទទួលនៅអ្វីក៏ដោយឲ្យតែគេប្រគេនដើម្បីជៀសវាងការអសទ្ធាអំពីម្ចាស់ទាននិងដើម្បីបង្កើតឲ្យមានឱកាសល្អសម្រាប់ប្រស័យតាក់ទងនឹងមនុស្សឲ្យចូលមកសិក្សាធម៌វិន័យក្នុងផ្លូវនៃពន្លឺត្រាស់ដឹងផងមនាលជីវកៈថ្ងៃណាមួយគង់តែមនុស្សនឹងយល់ច្បាស់ថាភិក្ខុមិនមានបំណងចង់សម្លាប់សត្វឡើយដល់ពេលនោះគ្មានអ្នកណាម្នាក់នឹងធ្វើចង្ហាន់អំពីសាច់ប្រគេនភិក្ខុទៀតទេភិក្ខុសង្ឃក៏អាចឆាន់តែម្ហូបបួសដែលជាបន្លែឬគ្រាប់ធញ្ញជាតិផងដែរគ្រូពេទ្យជីវកៈបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាជឿជាក់ថាអ្នកដែលទទួលទានតែម្ហូបបន្លែប្រកាសជាមានសុខភាពល្អអ្នកនោះនឹងបានស្រួលខ្លួនផងហើយក៏មិនសូវឈឺច្រើនផងខ្ញុំព្រះករុណាក៏ជាអ្នកទទួលទានម្ហូបបន្លែអស់ពេលជាង10ឆ្នាំកន្លងមកហើយបើគិតមកទល់នឹងពេលនេះម្ហូបបែបនេះល្អណាស់សម្រាប់សុខភាពនិងអាចជួយបេះដូងឲ្យមានដំណើរការល្អផងបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាសប្បាយចិត្តណាស់ដែលបានយល់ច្បាស់អំពីរឿងនេះ
Mò chi vẹt cả có ban thưa sầm nôm pô đọt bực khụ song tiếng ó, aiประหยัด ក្នុងការឆានអាហារ ដែលនៅសល់ទុកលើអំពីមួយយប់ឡើងទៅ ពីព្រោះវាអាចផ្អូមនិងបណ្ដាលឲ្យមានជំងឺផ្សេងៗព្រះពុទ្ធថ្លែងអំណរគុណដល់មោជីវកៈនិងបានអញ្ជើញលោកឲ្យទៅជួយពន្យល់អំពីវិធីអនាម័យដល់ភិក្ខុសង្ឃទាំងអស់នៅឯវត្តម្ដងទៀតរសៀលថ្ងៃមួយភិក្ខុនីក្មេងស្រស់ម្នាក់ឈ្មោះសុភ័ក្របានយករឿងផ្ទាល់ខ្លួននាងទៅពិភាក្សាជាមួយនឹងព្រះដ៏មានព្រះភិក្ខបន្ទាប់អំពីបណ្ឌបាតរួចភិក្ខុនីសុភ័ក្រក៏ត្រឡប់ទៅចំការស្វាយរបស់មោជីវកៈវិញតាមផ្លូវស្ងាត់មួយរំពេចនោះមានបុរសម្នាក់ដើរចេញពីព្រៃមកឈរពាំងផ្លូវនាងក៏យល់អំពីមហិច្ឆតាអាក្រក់របស់ជននោះភ្លាមទើបនាងប្រឹងដកដង្ហើមយ៉ាងវែងដើម្បីទប់អារម្មណ៍ឲ្យបាននឹងណភិក្ខុនីសុភ័ក្រសម្លឹងត្រង់ចំភ្នែកនៃជននោះហើយនិយាយថាលោកនាងខ្ញុំជាដូនជីដែលដើរតាមមាគ៌ារបស់ព្រះពុទ្ធសូមលោកថយចេញអំពីផ្លូវនាងខ្ញុំដើម្បីឲ្យនាងខ្ញុំត្រឡប់ទៅវត្តវិញបុរសនោះពោលថាណែនាងស្រីនាងនៅក្មេងល្ហក់ហើយស្រស់ទៀតផងហេតុអ្វីក៏នាងដាក់ខ្លួនកោសក់ស្លៀកដណ្ដប់ធ្វើជាអ្នកបួសយ៉ាងដូចនេះទៅវិញស្ដាប់បងសិនមកអូនដូនជីក្រមុំដងខ្លួនដ៏ល្អរបស់អូនអីក៏សមនឹងសម្ពុតសូត្រសារីមកអំពីការសីម្លេះបងមិនដែលឃើញនារីឯណាមានរូបស្រស់ផូរផង់ដូចជាអូនអញ្ចឹងទេឲ្យបងបង្ហាញអូននៅការសប្បាយខាងផ្នែកកាយទៅអីតោះទៅជាមួយនឹងបងភិក្ខុនីសុភ័ក្រក៏ឆ្លើយតបដោយសម្ដីមើងម៉ាត់ថាណែលោកកុំនិយាយផ្ដេសផ្ដាសអញ្ចឹងនោះនាងខ្ញុំបានរកឃើញជីវិតដែលផុតទុក្ខកង្វល់និងពន្លឺត្រាស់ដឹងរួចហើយតណ្ហាទាំង5ចម្ពោះគ្រាន់តែនាំឲ្យមានសេចក្តីទុក្ខប៉ុណ្ណោះសូមបើកផ្លូវឲ្យនាងខ្ញុំទៅផងនាងខ្ញុំនឹងអរគុណចំពោះការយោគយល់របស់លោកតែបុរសនោះនៅតែលួងលោមថាភ្នែកទាំងគូរបស់អូនចាំងដូចនិលឆ្នៃល្អអ្វីម្លេះទេបងមិនដែលឃើញអ្នកណាមានភ្នែកល្អដូចជារូបអូនឡើយកុំស្មានថាបងភ្លឺឲ្យអូនឯងរួចស្រួលខ្លួននោះអូនត្រូវតែទៅជាមួយបងបុរសឈោងដៃស្រវាចាប់អោបនាងប៉ុន្តែភិក្ខុនីសុភ័ក្រឈានជើងគេចផុតនឹងស្ដីបន្ទោសថាណែកុំប៉ះខ្លួនខ្ញុំឲ្យសោះណាលោកមិនត្រូវរំលោភបំពានលើភិក្ខុនីទេព្រោះនាងខ្ញុំជាអ្នកកាន់សិលព្រមទាំងលះបង់រួចអស់ហើយនៅចំណងតណ្ហានិងសេចក្តីស្ងប់លោកពោលថាភ្នែកនាងខ្ញុំល្អនោះវាអញ្ចឹងមែនហើយខ្ញុំសម្លឹងទៅលោកដើម្បីឲ្យលោកដឹងខ្លួនប្រសើរជាជាងធ្វើខ្វាក់ទុកឲ្យលោកមកចាប់រំលោភនាងខ្ញុំនោះសម្ដីដាច់អហង្ការរបស់ភិក្ខុនីសុភ័ក្រធ្វើឲ្យជនពាលនោះញោចខ្លួនជួននោះដកជំហានថយក្រោយហើយគិតក្នុងចិត្តថាបើដូនជីនេះហ៊ាននិយាយដូច្នេះមានតែនាងប្រុងនឹងធ្វើអ្វីមួយជាមិនខានដូនជីសុភ័ក្រក៏ពោលបន្តទៀតថាកុំណាកុំបណ្ដោយចំណងរបស់លោកឲ្យប្រព្រឹត្តអំពើអក្រិតកម្មនោះឲ្យសោះលោកមិនដឹងទេឬថាព្រះរាជាព្រះបាទពំពិសាទ្រង់បានចេញព្រះរាជក្រឹត្យមួយច្បាប់ថាជួនណាក៏ដោយឲ្យតែហ៊ានប៉ះពាល់ដល់សមាជិកឬសមាជិកានៃសង្ឃគណៈរបស់ព្រះពុទ្ធជននោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមានប្រសិនបើលោកធ្វើរឹកពាមិនត្រឹមត្រូវឬហ៊ានប្រមាថកាត់ពៀនដល់ព្រហ្មចារីយភាពនិងជីវិតរបស់នាងខ្ញុំលោកនឹងត្រូវអាជ្ញាធរចាប់ខ្លួននិងផ្ដន្ទាទោសជាមិនខានបុរសនោះក៏ភ្ញាក់ខ្លួនព្រឺតមួយរំពេចគាត់មើលឃើញថាតណ្ហាដ៏ងងឹតងងល់ពិតជាអាចនាំមកនូវសេចក្តីទុក្ខគាត់ក៏ចាប់ផ្ដើមដកជើងចេញនិងបើកផ្លូវឲ្យភិក្ខុនីសុភ័ក្រដើរចេញទៅបុរសកំហូចនោះស្រែកលងពីក្រោយខ្នងថាអត់ទោសឲ្យបងម្ដងចុះណាអូនស្រីបងសង្ឃឹមថាអូនច្បាស់ជាបានសម្រេចគោលដៅលើធម៌របស់អូនហើយភិក្ខុនីសុភ័ក្រដើរទៅមុខយ៉ាងលឿនឥតហ៊ានងាកមើលក្រោយឡើយពេលមកដល់ចំការស្វាយរបស់មោជីវកៈភិក្ខុនីសុភ័ក្រក៏បង្គំទូលនៅរឿងរបស់នាងដល់ព្រះដ៏មានព្រះភិក្ខដើម្បីព្រះអង្គទ្រង់ព្រះសន្តាប់
ព្រះពុទ្ធទ្រង់សរសើរដល់សេចក្តីក្លាហាននិងការច្បាស់លាស់របស់នាងព្រះអង្គក៏ទ្រង់ត្រាស់ថានេះគឺជាគ្រោះថ្នាក់មួយធំណាស់ដែលភិក្ខុនីត្រាច់តាមផ្លូវស្ងាត់តែម្នាក់ឯងនេះក៏ជាហេតុផលមួយដែរដែលតថាគតមានចិត្តស្ទាក់ស្ទើរនៅក្នុងការបំពោះមាតុក្រាមជាភិក្ខុនីមនាលនាងសុភ័ក្រចាប់តាំងពីពេលនេះតទៅគ្មានភិក្ខុនីណាម្នាក់អនុញ្ញាតឲ្យដើរតែម្នាក់ឯងទៀតទេសូម្បីតែនៅពេលដែលដើរកាត់ស្ទឹងក្តីដើរបិណ្ឌបាតនៅក្នុងភូមិស្រុកក្តីដើរកាត់ដងព្រៃឬវាលស្រែចម្ការក្តីក៏ភិក្ខុនីមិនត្រូវត្រាច់តែម្នាក់ឯងដែរគ្មានភិក្ខុនីណាម្នាក់ត្រូវបានអនុញ្ញាតឲ្យដេកតែម្នាក់ឯងឡើយសូម្បីតែដេកនៅក្នុងអាស្រមខ្លួនឯងក្តីក្នុងខ្ទមតូចមួយក្តីនៅក្រោមម្លប់ដើមឈើក្តីក៏ភិក្ខុនីមិនត្រូវដេកតែម្នាក់ឯងដែរនៅពេលដើរឬដេកនៅទីកន្លែងណាមួយត្រូវមានគ្នាយ៉ាងហោចណាស់ក៏ត្រឹម2នាក់ដែរគ្រាន់អាចជួយមើលនឹងការពារគ្នាទៅវិញទៅមកព្រះពុទ្ធទ្រង់បែរព្រះភ័ក្ត្រទៅរកព្រះអានន្ទហើយទ្រង់ត្រាស់បង្គាប់ថាមនាលអានន្ទចូលអ្នកកត់ត្រានៅវិន័យថ្មីនេះរបស់ភិក្ខុនីក្នុងច្បាប់វត្តឲ្យបានល្អិតល្អន់ផងចូលអ្នកប្រាប់ព្រះថេរៈភិក្ខុនីឲ្យដាក់វិន័យថ្មីនេះនៅក្នុងសិក្ខាបទរបស់គេផងចប់ជំពូកទី52